ស្ដីទាំងអស់គ្នាខ្ញុំសងថ្ងៃនេះយើងមកបន្តសាច់រឿងយើងតនៃរឿង Ultimate កាយចាស់ដែលជាភាពបន្តសម្រាប់អ្នកចង់បាក់កាហ្វេខ្ញុំអាចដូនេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះនេះជាកាំបិតថ្នាក់ភពបុរាណមិនអាចទៅរួចទេតើអ្នកនៅតែលាក់វត្ថុវិតមុនមែនទេហើយបានជាខ្ញុំមិនអាចចាក់អ្នកបានសម្រាប់អ្នកថាខ្ញុំគ្មានអ្វីនៅលើខ្ញុំទេកម្រិតរបស់អ្នកគ្រាន់តែនិយាយថាវាដោយសារតែកម្រិតខ្ពស់របស់ខ្ញុំឥឡូវនេះខ្ញុំមាន level 999អីគេនោះជារឿងបន្សំហេតុផលរបស់ថ្ងៃក្មេង level 9999មានផ្លូវទេមិនអាចទេតែអ្នកគិតថាខ្ញុំកុហកអាចឲ្យបានជាកាំបិតថ្នាក់អតិហ្វ័យរបស់អ្នកមិនអាចចាក់ខ្ញុំអាចឲ្យបានជាអ្នកដែលមានកម្រិត3000ដូចអ្នកមិនអាចធ្វើវាបានដើម្បីអាចសម្លាប់អ្នកទាំងអស់គ្នាខ្ញុំប្រមូលធម៌ពលរបស់ខ្ញុំនៅក្នុងទទឹបត្រូវបំផុតនៃអាប៊ីនេះដៃខ្ញុំឡាយឯងជាមនុស្សអាក្រក់តើឯងអាចធ្វើដូចម្តេចបានដៃដែលបានបង្កើតអាវុធឬប្រនិទានដៃខ្ញុំសម្រាប់ខ្ញុំដើម្បីសងសឹកសមាជិកនៃការប្រមូលផ្ដុំពូជសាសន៍អំណាចរបស់ខ្ញុំឥឡូវនេះការប្រើប្រាស់អំណាចរបស់ខ្ញុំការឆាខ្ញុំបានកំណត់ដែលអ្នកហៅថាសម្រាមខ្ញុំបានប្រមូលវាហើយនេះគឺជានៅក្នុងទទឹបត្រូវបំផុតនៃអាប៊ីនេះដូច្នេះនេះគឺជាឧក្រិដ្ឋជនដែលបានព្យាយាមសម្លាប់ឡាយគ្មានប្រយោជន៍ទេអ្នកអាចមើលឃើញថាគាត់គ្មានទេកុសលប៉ុណ្ណោះពីរាងកាយរបស់គាត់បើដែលអ្នករំពឹងគឺប្លែកសាំគាត់មានសភាពអង្គខ្លាំងណាស់ដែលគ្រាន់តែបង្កើតអាវុធសម្រាប់បែបនេះខ្ញុំមិនមានអារម្មណ៍ថាវត្តមានអ្វីទាំងអស់ឥឡូវនេះអីគេតើមនុស្សទាំងនោះមកពីណាលើពីនេះទៅទៀតគាត់ក៏បានប្រើប្រាស់ចំណេះដឹងហាមឃាត់និងបានលះបង់ជីវិតមនុស្សដើម្បីវាដោយឋានៈអតិហ្វ័យគាត់និយាយមែនទេគ្មានទេក៏សោះនោះជាសម្រាមអរិយភាពដែលមនុស្សទាំងនោះផ្ដល់ឲ្យគឺមិនធម្មតាពួកគេជាសត្វចម្លែកដែលខ្ញុំអាចប្រយុទ្ធប្រឆាំងបានគាត់ថែមទាំងទៀបជាងបែលទៀតផងជាមនុស្សឆ្លាតវៃគ្មានប្រយោជន៍ទេជាមនុស្សឆ្លាតវៃគ្មានប្រយោជន៍មែននោះគឺហួសហាត់ពេកសម្រាប់នរណាម្នាក់ដែលគ្មានទេកុសលស្អែកនៃមនុស្សទឿដាកែនអ្នកដែលគិតថាអ្នកគ្មានទេកុសលអ្នកដែលគិតថាអ្នកគ្មានទេកុសលហើយសិល្បកររំដាប់កម្ពុជាទាំងអស់នៅនគរមនុស្សទឿក៏បាននិយាយវាទៅកាន់អ្នកដែរមែនទេមិនមែនគ្រាន់តែជាមនុស្សនៅទីនេះឥឡូវនេះទេគាត់បាននិយាយថាខ្ញុំមានអារម្មណ៍ខ្មាស់អៀនដែលមានមនុស្សទឿដូចខ្ញុំដែលមិនយល់ពីរឿងមូលដ្ឋានបំផុតបែបនេះការពិតដែលថាបណ្ដាសានៃដាវហាមឃាត់អាចត្រូវបានបង្ក្រាបគឺគ្រាន់តែជាការយល់ច្រឡំរបស់អ្នកប៉ុណ្ណោះជាងដៃទាំងអស់ដឹងអំពីរឿងនោះនេះគឺជាឯកសារដែលបម្រើជាភស្តុតាងសម្រាប់រឿងនោះបិទចិត្តដោយត្រារបស់ព្រះមហាក្សត្រដោយព្រះអង្គផ្ទាល់សម្រាប់អ្នកដែលបានសម្លាប់មនុស្សទឿនិងមនុស្សមួយចំនួនដូចអ្នកវាត្រូវបានសម្រេចថាអ្នកនឹងទទួលបានច្រើនជាងទោសប្រហារជីវិតវាសរសេរថាការកាត់ទោសទាំងអស់ប្រឆាំងនឹងណាណូឧក្រិដ្ឋជននឹងត្រូវបានអនុវត្តដោយឡៃអ្វីទាំងអស់អ្នកដែលជ្រើសរើសជំរើសទី3ដែលជាការចម្បាំងជាមួយខ្ញុំពេលដែលអ្នកសម្រេចចិត្តបង្កើតដាវហាមឃាត់ទីបញ្ចោតរបស់អ្នកត្រូវបានសម្រេចចិត្តរួចហើយអ្នកជាសត្វចម្លែកពាណិជ្ជករមនុស្សកាវ៉ាតើអ្នកដឹងអ្វីអំពីគាត់ម្នាក់នោះឥឡូវនេះសូមឲ្យខ្ញុំសួរអ្នកអំពីរឿងនេះតើអ្នកណាជាអ្នកផ្ដល់វិធីសាស្ត្រផលិតដាវហាមឃាត់ដល់អ្នកអំពីកាវ៉ាហើយឲ្យបានជាអ្នកសួរខ្ញុំបែបនោះគ្មានអ្វីសោះខ្ញុំមិនដឹងអ្វីទាំងអស់អំពីបុរសម្នាក់នោះគាត់គ្រាន់តែជាពាណិជ្ជករដែលខ្ញុំធ្វើពាណិជ្ជកម្មជាមួយជាការប្រសើរជាងក្នុងការអានការចងចាំរបស់អ្នកដោយផ្ទាល់ជាជាងសួរមាត់របស់អ្នកមែនហើយខ្ញុំគិតដូច្នោះខ្ញុំនឹងសុំឲ្យ Emily អានការចងចាំរបស់អ្នកផងដែរក្នុងករណីមានអាសន្នទុកវាឲ្យខ្ញុំនឹងស្រង់វាចេញដោយប្រើវិធីដ៏ឈឺចាប់បំផុតដែលអាចធ្វើទៅបានសម្រាប់ខ្ញុំបើអ្នកចង់ប៉ុន្តែកុំភ្លេចការប្រមូលផ្ដុំនៃពូជសាសន៍នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់
ដូចអ្នករត់គេចខ្លួនដោយសេរីទេខ្ញុំនឹងខ្លាចជាអ្នកដែលទន្ទឹងរង់ចាំអ្នកអាចរង់ចាំនិងរង់ចាំរហូតដល់ទីបញ្ចប់មកដល់ញ័រខ្លួនណាដូចជាមនុស្សកំសាកកខ្វក់ដើម្បីជួបអ្នកនៅឋាននរកហាក់ដូចជាអ្នកធ្វើការដេកហើយមិនដឹងអ្វីទាំងអស់ការប្រមូលផ្ដុំពុះសាសមិនអនុញ្ញាតឲ្យខ្ញុំនិយាយទេអ្នកជាមនុស្សទី4ខ្ញុំបានបញ្ចប់ការងារជាមួយការ៉ូសាសានិងស៊ីអនរួចហើយរួចរាល់ហើយអីគេប៉ិតណាអ្នកទាំង3មិនទាន់ស្លាប់នៅពេលនេះទេខ្ញុំនឹងមិនសម្លាប់ពួកគេដោយងាយងាយទេខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាដែលបោកបញ្ឆោតនឹងក្បត់ខ្ញុំស្លាប់ដោយងាយងាយនោះទេខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅការឈឺចាប់បំផុតដែលអ្នកនឹងស្ដាយក្រោយតាំងពីពេលដែលអ្នកកើតមកដោយអ្នកទាំង3នោះដែរខ្ញុំនឹងធ្វើឲ្យអ្នកចង់ស្លាប់ទោះបីជាអ្នកមិនអាចក៏ដោយបន្ទាប់មកចូលយើងធ្វើក្តីសុបិនរបស់អ្នកខ្លាចជាការពិតដូច្នេះក្តីសុបិនរបស់អ្នកគឺការបង្កើតអាវុធរឿងព្រេងនិទានមែនទេណាណូដូចអ្វីដែលអ្នកបានធ្វើចំពោះមនុស្សទាំងនោះដែរនៅកណ្ដាលការឈឺចាប់និងទុក្ខវេទនាសូម្បីតែនៅកណ្ដាលសេចក្តីស្លាប់ក៏ដោយខ្ញុំនឹងធ្វើឲ្យអ្នកបង្កើតអាវុធដោយប្រើរាងកាយរបស់អ្នកផ្ទាល់ទោះបីជាខ្ញុំហែកបេះដូងរបស់អ្នកចេញទាំងអស់ក៏ដោយអ្នកនឹងមិនស្លាប់ឡើយមិនចាំបាច់ព្រួយបារម្ភអំពីរបួសរបស់អ្នកទេខ្ញុំនឹងប្រមូលផ្ដុំក្រុមបុរសដែលពូកែខាងព្យាបាលណាដែលថាមានរឿងអ្វីក៏ដោយខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកស្លាប់ឡើយខ្ញុំក៏នឹងរក្សាចិត្តរបស់អ្នកឲ្យនៅស្ងប់ដែរការព្យាបាលដែលខ្ញុំទទួលបានអំពីអំណោយរបស់ខ្ញុំការចាស់ខ្ញុំបានកំណត់ដូចជាថ្នាំកម្រិតខ្ពស់បំផុតខ្ញុំនឹងផ្ដល់ឲ្យអ្នកដោយប្រយោជន៍ដូច្នេះអ្នកអាចមានអារម្មណ៍អស់សង្ឃឹមរបស់អ្នកដោយគ្មានការព្រួយបារម្ភអញ្ចឹងទៅយកក៏ទៅឡៃតើអ្នកមិនមានចិត្តមេត្តាទេឬតើអ្នកកំពុងលេងសើចនឹងខ្ញុំមែនទេតើអ្នកមិនមានអារម្មណ៍ឈឺចាប់ទេឬដែលធ្វើបែបនេះចំពោះខ្ញុំជាការពិតណាស់ខ្ញុំគ្មានមេត្តាករុណាចំពោះអ្នកទេអ្វីដែលអ្នកបានធ្វើចំពោះមនុស្សទាំងនោះគ្រាន់តែទទួលបានវាដោយសប្បុរសហើយបន្តទុករហូតដល់ទីបញ្ចប់ខ្ញុំមិនមានទោសទេឡាយជួយខ្ញុំផងខ្ញុំមិនបានធ្វើអ្វីខុសទេយ៉ាងហោចណាស់សូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតដើម្បីបង្កើតអាវុធរឿងព្រេងនិទានអ្នកនឹងបង្កើតវារហូតដល់ទីបញ្ចប់តែអ្នកកំពុងនិយាយអំពីអីណាណូទេលេខខ្ញុំទៅផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅនោះហើយជាមូលហេតុរហូតដល់អ្នកជាមនុស្សដែលបានខ្លាចជាការបង្កើតចុងក្រោយរបស់អ្នកនេះមិនមែនជាអ្វីដែលអ្នកត្រូវការដើម្បីបង្កើតដាវទេឬកុំភ្លេចដៃស្ដាំដោយមានតម្លៃរបស់អ្នកខ្ញុំមិនចង់បានវាទេខ្ញុំមិនចង់ខ្លាចជាដាវទេជួយខ្ញុំផងឡៃ